ប្អូនទីគឺជាដើមស្វាយចន្ទីឥឡូវខ្ញុំបេះតាំងទី1នេះគឺជាផ្លែស្វាយចន្ទីដែលមានរសជាតិផ្លែគុយចន្ទីនេះពេលយើងហូបទៅរសជាតិផ្លែគុយរបៀបដែលវារសជាតិផ្លែគុយមានន័យថាយើងទាញតាមរូបមន្ត A ការ៉េបូក B ការ៉េតែស្មើចន្ទីនេះមានរសជាតិផ្លែគុយ